ចាសស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំស្ងោរជ្រក់បកងចាសម្រាប់គ្រឿងផ្សំយើងមានដូចជាគល់ស្ក្រៃគល់ជីវ៉ាន់ស៊ុយជាមួយនឹងខ្ទឹមសខ្ទឹមក្រហមម្ដេងស្លឹកក្រូចចឹងណាបងប្អូនយើងដាំទឹកឲ្យពុះហើយយើងបង់គ្រឿងនឹងចូលចាបន្ទាប់ពីបង់គ្រឿងនឹងចូលហើយខ្ញុំបន្ថែមជាមួយនឹងគ្រឿងទេសចាមានដូចជាស្ករប៊ីចេងម្សៅស៊ុបទឹកត្រីទឹកស៊ីអ៊ីវចឹងណាបងប្អូនចាយើងដាក់ដាំឲ្យពុះហើយយើងបង់គ្រឿងនឹងចូលបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមបង់បកងចូលណាបងប្អូនយើងដាក់បកងចូលចាដាក់បកងចូលរងាស់វាមកសន្ទុះនិយាយទៅមុខម្ហូបនេះគឺស្លលឿនឆាប់បានញ៉ាំឯព្រោះបកងយើងអត់ត្រូវការរងាស់អីយូរបងប្អូនដាំពោះតែមកពោះឆ្អិនបកងជាការស្រេចបងប្អូនណាចាអញ្ចឹងខ្ញុំដាក់ចូលទៅរងាស់វាមកសន្ទុះឲ្យវាឆ្អិនល្អចាបន្ទាប់មកពេលដែលវាមានឡើងពពុះអញ្ចឹងយើងដួសពពុះនឹងចេញណាបងប្អូនចាពពុះនឹងវាដែតមកយើងដួសចេញមានខួបកងចេញខួលឿងល្អតែម្ដងបងប្អូនណាចាហើយបន្ទាប់ពីយើងដួសពពុះហើយបកងយើងរៀងឆ្អិនល្មមហើយខ្ញុំក៏បន្ថែមជាមួយនឹងផ្សិតដាក់ផ្សិតចូលឲ្យហើយណាបងប្អូនណាចាសម្រាប់រសជាតិវិញគឺយើងតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តរសជាតិបែបណាយើងអាចសេរីរសជាតិតាមហ្នឹងណាចាបន្ទាប់ពីបងផ្សិតមកសន្ទុះឲ្យវាឆ្អិនផ្សិតហើយខ្ញុំក៏ចាប់ផ្ដើមភ្លក់មើលរសជាតិម្ដងទៀតស្ទើរអីយើងថែមថយតាមហ្នឹងណាបងប្អូនអញ្ចឹងតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិបងប្អូនណាចាមានពពុះយើងដួសពពុះចេញទៀតអញ្ចឹងណាបងប្អូនចាបន្ទាប់ពីឆ្អិនផ្សិតហើយខ្ញុំក៏ចាប់ផ្ដើមភ្លក់មើលរសជាតិត្រូវចិត្តអស់នៅចាពេលដែលរសជាតិត្រូវអស់ហើយឬក៏ស្ទើរអីយើងថែមថយតាមនឹងបន្ទាប់ពីឆ្អិនផ្សិតចិនអីអស់ហើយឆ្អិនជាមួយនឹងបកងអស់ហើយខ្ញុំក៏បន្ថែមជាមួយនឹងជីចាជីស្ងោរជ្រក់របស់យើងហ្នឹងបងប្អូនចាផ្ញើដាក់ជីស្ងោរជ្រក់ចូលហើយយើងច្បាច់ក្រូចចូលចាសម្រាប់រសជាតិក្រូចយើងចូលចិត្តរៀងជូរយើងអាចដាក់រៀងច្រើនបន្តិចណាបងប្អូនចាដោយសារខ្ញុំញ៉ាំព្រាមអញ្ចឹងខ្ញុំបង់ចូលហើយតែម្ដងអញ្ចឹងសម្រាប់រសជាតិបែបណាអានឹងតាមចំណង់ចំណូលចិត្តបងប្អូនចាញ៉ាំមួយបាយក្តៅឆ្ងាញ់ណាបងប្អូន